ជីនឹងឈ្មោះខ្ញុំដាក់ថ្មីឲ្យវាគឺឆ្កែមហារាជកើតមហារាជហើយអនាថាទេនៅម្ដុំរីសតភូមិបៃតងហើយបានអ្នកគ្រូម្នាក់គាត់ព្យាយាមដាក់បាយឲ្យវារាល់ថ្ងៃមួយថ្ងៃម្ដងពេលខ្លះគាត់ឲ្យបាន2ដងព្យាយាមដើម្បីយើងចង់ចាប់វាយកមកយកទៅពេទ្យអញ្ចឹងប៉ុន្តែវាអត់ងាយឲ្យប៉ះទេគាត់ដាក់បាយឡើងចូល2ខែជាង3ខែហើយវាឲ្យប៉ះសោះបណ្ដោយរហូតដល់ថ្ងៃមួយហ្នឹងខ្ញុំបានពឹងក្រុមការងាររបស់បងប្រុសម្នាក់ដើម្បីជួយចាប់វាដល់វាដេកតែក្នុងលូឯងដើម្បីជួយចាប់វាយកទៅពេទ្យហ្នឹងដើម្បីព្យាបាលវានៅមន្ទីរពេទ្យសត្វមួយកន្លែងចាប់បានទៅគាត់ក៏បានយកវាទៅពេទ្យយកទៅដល់ពេទ្យចាប់ទ្រាំបានដែរវានិយាយទៅវាអត់កាចទេវា slow ដែរគ្រាន់ថាវាខ្លាចមនុស្សវាងាយទុកចិត្តយើងទេបានក្រុមពួកគាត់នឹងឯងឥឡូវនេះមកដល់ពេទ្យដាក់ឃ្លុបមាត់ដាក់អីទៅយើងព្យាយាមខ្ញុំអីព្យាយាមលួងលោមវាដើម្បីឲ្យពេទ្យគាត់ចាក់ថ្នាំគីមីឲ្យវាបានម្ដងចាក់ហើយបានម្ដងទៅគេនៅពេទ្យនឹងបាន2ថ្ងៃខ្ញុំក៏យកវាមកផ្ទះតិនដើម្បីយើងឲ្យបាយឲ្យអីមើលថែបន្តបន្ថែមគឺយើងដាក់នៅពេទ្យរហូតយើងអត់មានថវិកាអីសម្រាប់ឲ្យវានៅដេកពេទ្យដល់មួយអាទិត្យយើងត្រូវចាក់ម្ដងហ្នឹងយើងអត់អាចយកវាដាក់នៅនឹងរហូតបានទេឥឡូវនេះកំពុងនៅផ្ទះណាឥឡូវគេសប្បាយចិត្តហើយនេះបានងូតទឹកឲ្យម្ដងហើយទៅយើងប៉ះរៀងញើតយើងឯងប៉ុន្តែបានតែ3ថ្ងៃ4ថ្ងៃក្រោយមកវាឲ្យយើងប៉ះធម្មតាទេស៊ីចុកលេងយើងហៅអីយើងបក់កតុយបក់អីធម្មតាឥឡូវបន្ទាប់ពីបានមួយអាទិត្យមកយើងចាក់គីមីបានម្ដងទៀតហើយឥឡូវគេចាក់គីមីបានលើកទី2វាស៊ីចុកវាអីធម្មតាហើយស្លូតដល់ឆ្កែហ្នឹងក៏តែព្រុសគឺព្រុសទៅហើយតែអ្នកណាមកផ្ទះគាត់បានទេគឺព្រុសណាស់ហើយនេះជិតដល់ថ្ងៃចាក់ទី3ហើយជិតដល់ថ្ងៃហើយអត់ទាន់ចាក់លើកទី3នេះទឹកលើកទី2បាន5-6ថ្ងៃជិតដល់ថ្ងៃចាក់លើកទី3គ្រាន់តែយើងថាលើកជើងជីគេលើកជើងឲ្យយើងថតកកូតគេភ្លាមហ្នឹងឯងដំបៅវានៅកកូតហ្នឹងគឺប្រសើរឡើងច្រើនមែនទែនហ្មងច្រើនហួសពីការរំពឹងទុករបស់យើងខ្ញុំជាអ្នកជួយសត្វពួកយើងក៏សប្បាយចិត្តដែរដល់ពេលឃើញវាអញ្ចឹងឃើញវាសប្បាយឃើញវាមានជីវិតមួយដែលប្រសើរឡើងអញ្ចឹងយើងក៏សប្បាយចិត្តហើយអរគុណសម្រាប់ការទស្សនាបងប្អូនចង់អាចជួយបានព្រោះអីនេះសត្វអនាថាទេគ្នាអត់មានម្ចាស់ទេហើយត្រូវបន្តចាក់គីមីអាចចាក់ដល់4ដងឬក៏5ដងទៀតចាំមើលតាមសភាពជាក់ស្ដែងដែរប៉ុន្តែវាប្រសើរច្រើនហើយឥឡូវនេះតួឯកចុងក្រោយរបស់ខ្ញុំគឺអាមីឡូកូនឆ្មារបស់ខ្ញុំ